ខ្ញុំឈ្មោះភូជាក្មេងប្រុសដ៏សង្ហាម្នាក់រស់នៅក្នុងស្រុកមួយនៅតំបន់ជីដែនដែលគេតែងតែហៅថាកំឡោះជីដែននោះអីភូមិដែលខ្ញុំរស់នៅគឺស្ថិតនៅក្នុងទីរួមស្រុកតែម្ដងដែលទីនោះមានមនុស្សរស់នៅច្រើនគួរសមហើយអ្នកស្រុកនោះពួកគាត់មានជីវភាពធូរធារច្រើនដោយសារតែប្រកបរបរធ្វើចម្ការផ្ទះពួកគាត់មើលពីក្រៅទៅមិនសូវជាធំប្រមាណទេតែក៏មើលនៅក្រោមផ្ទះឯសោះផ្ទះខ្លះមានត្រាក់តរ3អីក៏មានដែរបើនិយាយពីគ្រួសាររបស់ខ្ញុំវិញមិនជាធូរធារអីប្រមាណទេមកល្មមមករស់ស្រួលព្រោះតែម៉ែពុកនឹងគាត់មានដីចកាតិចតួចគេដែរបើប្រៀបធៀបជាមួយគេគ្រួសារខ្ញុំដូចមីហិលកម្រិត1អញ្ចឹងចំណែកគ្រួសារគេគឺដូចមីហិលកម្រិត7ឯណោះសម្រាប់ខ្ញុំផ្ទាល់បច្ចុប្បន្នកំពុងតែធ្វើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយកន្លែងដែលកន្លែងដែលខ្ញុំធ្វើការនោះគឺស្ថិតនៅក្នុងទីរួមខេត្តមួយបើត្រឡប់ទៅនិយាយពីការនៅរៀនថ្នាក់អនុវិទ្យាល័យនៅវិទ្យាល័យវិញខ្ញុំគឺជាមនុស្សដែលឆ្លៀតណាស់រាល់ពេលដែលទំនេរពីការសិក្សាការណាខ្ញុំតែងតែឆ្លៀតទៅធ្វើការក្រៅម៉ោងខ្លះដើម្បីរកលុយចាយកុំឲ្យពិបាកសងលុយម៉ែពុកហើយសម្រាប់ការងារដែលខ្ញុំធ្វើកំឡុងពេលរៀននោះគឺការងារជាអ្នកលើករោងការងារជាអ្នកលើករោងនេះខ្ញុំធ្វើតាំងពីរៀនថ្នាក់ទី8មកម្លេះហើយដើមហេតុដំបូងដែលខ្ញុំចូលធ្វើការនោះក៏ដោយសារតែមានថ្ងៃមួយវាជាថ្ងៃអាទិត្យខ្ញុំមិនបានទៅរៀនទេដល់ពេលនោះខ្ញុំនៅគេងរឹងនៅក្រោមដើមឈើនៅមុខផ្ទះលេងកំពុងតែគេងខ្ញុំក៏បានឃើញអ៊ំកនដើរមកពីចម្ងាយដូចជាបញ្ញាប់អ៊ំកនគាត់ត្រូវជាបងប្រុសប្រការរបស់ម្ដាយខ្ញុំផ្ទះគាត់នៅរំលងផ្ទះខ្ញុំតែ4ផ្ទះតែប៉ុណ្ណោះហើយអ៊ំកនគាត់មានមុខរបរជាអ្នកជួសរោងឲ្យគេគាត់មានទទួលលើករោងគ្រប់កម្មវិធីទាំងអស់មិនថាការឬក៏បនអីទេនិយាយទៅពិធីអីក៏បានដែរឲ្យតែគេត្រូវការរោងហើយតាក់ទងមកគាត់គឺគាត់ទទួលបានគ្រប់ទម្រង់ងាកមកនិយាយពីពេលដែលខ្ញុំឃើញគាត់នោះវិញកំពុងតែគេងលេងនៅលើរឹងហ្នឹងគាត់ក៏បានដើរចូលមកផ្ទះខ្ញុំរួចក៏និយាយថាអាភូហើយរៀនអត់ថ្ងៃនេះថ្ងៃអាទិត្យហ្នឹងអ៊ំមានគ្រូណារៀនបើតនេហើយជួយទៅលើករោងការគេមកកន្លែងជាមួយអ៊ំបន្តិចមកចុះកម្មករអ៊ំតាណាអស់ហើយវាមិនតាណាទេអាម៉ៅវាឈឺវាទៅមិនកើតអញ្ចឹងហើយបានខ្វះកម្លាំងហើយជួយអ៊ំម្ដងទៅចាំអ៊ំឲ្យលុយចាយអាយ៉ាបានលុយចាយចាំការទៀតហើយចុះទៅអង្ការអ៊ំឥឡូវហ្នឹងទៅស្លៀកពាក់ទៅនិយាយជាមួយអ៊ំប៉ុណ្ណឹងហើយខ្ញុំក៏រត់ទៅស្លៀកពាក់កៅអៅបន្ទាប់មកខ្ញុំក៏រត់សម្ដៅទៅផ្ទះគាត់តែម្ដងទៅដល់ខ្ញុំកំពុងតែឃើញគេលើកដៃក្រងរងដាក់ទៅលើឡានហើយអ្នកលើកនោះសុទ្ធតែបងនៅក្នុងភូមិដែលខ្ញុំស្គាល់ទាំងអស់ឃើញអញ្ចឹងខ្ញុំក៏បានទៅជួយលើកពួកគាត់លើកហើយខ្ញុំក៏បានឡើងជិះពីលើដំបូលឡានរួចយើងក៏ចេញដំណើរទៅកាលនោះខ្ញុំត្រូវទៅលើករោងការឲ្យគេនៅក្នុងភូមិមួយនៅក្បែរច្រកព្រំដែនលើកហើយរួចរាល់ពួកយើងក៏ត្រឡប់មកវិញមកដល់ផ្ទះភ្លាមអត់ចាំយូរទេអ៊ំកូនក៏បានហុចលុយចំនួន30,000រៀលមកឲ្យខ្ញុំអាយ៉ាការងារដូចជាមិនសូវពិបាកប្រមាណផងតែបានលុយច្រើនគួរសមហើយដោយសារតែហេតុផលនឹងហើយទើបចាប់ពីពេលនោះមកខ្ញុំតែងតែដើរលើករោងជាមួយអ៊ំរហូតដល់រៀនចប់ថ្នាក់ទី12តែកំតនអាចចប់ងាកមកនិយាយពីការដែលខ្ញុំរៀនថ្នាក់ទី12បន្តិចដោយការហ្នឹងពេលដែលឡើងដល់ថ្នាក់ទី12ការងារលើករោងខ្ញុំមិនសូវបានចេញញឹកញាប់ប្រមាណទេនេះមិនមែនមានន័យថាអ៊ំអត់ត្រូវការខ្ញុំឡើយប៉ុន្តែដោយសារតែវាជាឆ្នាំប្រឡងទើបខ្ញុំផ្អាកខ្លះហើយជ្រៀតចេញតែពេលណាដែលអ៊ំខ្វះខាតកម្លាំងតែប៉ុណ្ណោះការហ្នឹងតាមចាំបានខ្ញុំប្រឡងឆមាសលើកទី2រួចហើយវាគឺជាថ្ងៃសៅរ៍រៀនតែមួយព្រឹកទេពេលរសៀលនឹងទំនេរសម្រាប់នៅផ្ទះនៅថ្ងៃនោះនៅម៉ោងប្រហែលជា3ជាងខ្ញុំនៅគេងលឿនរឹងកន្លែងសំណប់ខ្ញុំដើម្បីមើលមេរៀនត្រៀមប្រឡងកំពុងតែមើលស្រាប់តែទូរស័ព្ទក៏បានរោឡើងអាឡូអ៊ំអាភូហើយតនេអត់កំពុងមើលមេរៀនណាអ៊ំនេះមានគេទៅហៅលើករោងមួយនៅភូមិចំការក្បែរភ្នំឯណោះបែរតនេទៅជួយមើលការខុសត្រូវជំនួសអញផងអញនៅជាប់សាររោងនៅសាលារៀនបន្តិចហើយទៅជាមួយណាគេខ្លះអ៊ំទៅជាមួយអាធីអាមេនៅអាឡុងបានឲ្យទៅមួយទៀតទៅបានគ្នា4នាក់លើករោងឲ្យគេតែ2ខ្នងទេលើកតែបន្តិចគឺរួចហើយទៅអ៊ំពឹងទៅបន្តិចណាដោយសារតែអ៊ំគាត់ពឹងទៅហើយចំបកាយក៏ពិបាកដែរព្រោះតែគាត់ពឹងឲ្យលុយសោះអញ្ចឹងភ្លាមមិនប្រអងយូរទេខ្ញុំក៏បានយល់ព្រមហើយក៏រៀបចំសភៅទុករួចក៏ដើរសម្ដៅទៅផ្ទះអ៊ំកនទៅដល់ក៏ឃើញបងធីបងមេនិងបងឡុងកំពុងតែរៀបចំលើកដៃដាក់ទៅលើឡានខ្ញុំហៅពួកគាត់បងអញ្ចឹងក៏ដោយសារតែពួកគាត់នឹងអាយុបងខ្ញុំតែមិនមែនអាយុច្រើនប្រមាណទេ
ខ្ញុំអាយុ18ឆ្នាំហើយពួកគាត់អាយុខ្ទង់23-24ឆ្នាំអីនឹងឯងអញ្ចឹងពេលដែលទៅដល់បែបហ្នឹងខ្ញុំក៏បានដើរទៅជួយលើកពួកគាត់ហើយដោយសារតែឡានធំចតរវល់ពួកយើងក៏ប្រើឡានឆ្នៃដើម្បីដឹកជំនួសវិញដោយឡាននោះមិនជាធំប្រមាណទេវាមានបាំងសងខាងមកល្មមអាចទប់ដៃកុំឲ្យធ្លាក់បាននិយាយទៅបើអ្នកទាំងអស់គ្នាធ្លាប់នៅចកាប្រកាសជាស្គាល់ឡានឆ្នៃហើយអញ្ចឹងពេលហ្នឹងពួកយើងនាំគ្នាលើកចំណាយពេលប្រហែលជា15នាទីក៏រួចរាល់ហើយពួកយើងក៏នាំគ្នាចេញដំណើរទៅដល់ពេលនោះបងធីគឺជាអ្នកបើកហើយបងឡុងក៏អង្គុយនៅខាងមុខជាមួយតាកុងចំណែកឯខ្ញុំនិងបងម៉េងគឺឈរនៅខាងក្រោយខ្នងពួកគាត់ចេញដំណើរទៅបានបន្តិចខ្ញុំក៏បានសួរម៉េងថាបងរោងប៉ុនគេនៅណានោះនៅភូមិចំការក្បែរភ្នំម្នោះហើយបងឯងស្គាល់តើអីអត់ផងអត់ដែរទៅនឹងផងហាអាមិនទេនិយាយជាមួយបងម៉េងប៉ុណ្ណឹងហើយខ្ញុំក៏បានអោនទៅសួរបងធីបងឯងស្គាល់កន្លែងប៉ុនគេនឹងអត់បងមិនសូវច្បាស់ដែរហ្នឹងណាតែលឺអង្គនក៏ប្រាប់ថាត្រូវជិះតាមផ្លូវចកាចូលទៅភ្នំខាងក្រោយខ្ទង់50គីឡូម៉ែត្រឯណោះបានទៅដល់ឮបងធីនិយាយអញ្ចឹងខ្ញុំក៏គិតក្នុងចិត្តថាយីស្មានតែចិត្តលេងសតតែ50គីឡូហើយឥឡូវម៉ោង4ជាងហើយហ្នឹងសង្ស័យតែមកវិញយប់ហើយគិតបែបហ្នឹងហើយខ្ញុំក៏បានទៅអង្គុយនៅលើបាំងចំហៀងឡានជិះហួសពីផ្ទះបានមកសន្ទុះពួកយើងក៏បានទៅដល់ចំណុចផ្លូវលំមួយបត់ចូលចំការចកាសងខាងណាឃើញតែដំណាំមានពោតដំឡូងនិងចំការស្វាយខ្លះៗដែរហើយបើផ្លូវវិញមិនបាច់និយាយតែម្ដងចូលដំបងផ្លូវឡើងស្មូតស្រួលជិះណាស់តែចូលទៅបានជ្រៅបន្តិចផ្លូវក៏ចាប់ផ្ដើមពិបាកជាងមុនមានទាំងកលុកនិងស្នាមត្រាក់ទ័រជាច្រើនកន្លែងនេះបានថាចំជាផ្លូវចការបស់គេមែនកលុកក៏កលុកផុងក៏ផុងនេះសំណាងឯដែលបើកឡានឆ្នៃមកបើបើកឡានធម្មតាមិនដឹងទៅមុខរួចអត់ទេហើយដោយសារតែផ្លូវប្រយ័ត្នបែបហ្នឹងហើយទើបពួកយើងចំណាយពេលនឹងយូរមែនទែនក្នុងការធ្វើដំណើរជិះហួសពីផ្លូវចូលទៅបានរៀងឆ្ងាយគួរសមដែរថ្ងៃក៏ចាប់ផ្ដើមរោគលេខទៅហើយពួកយើងក៏បានទៅដល់ចំណុចស្ពានមួយដោយកន្លែងស្ពាននោះគឺមានផ្លូវបំបែកអញ្ចឹងហើយពេលនោះបងធីក៏បានឈប់ឡានដើម្បីខកសួរម្ចាស់កម្មវិធីប៉ុនថាត្រូវបត់ឆ្វេងឬក៏បត់ស្ដាំពេលដែលបងធីគាត់ជាប់និយាយទូរស័ព្ទហ្នឹងខ្ញុំក៏បានចុះពីលើឡានដើម្បីទៅនោមនៅក្បែរនោះនោមហើយខ្ញុំក៏បានដើរទៅលើស្ពានដើម្បីអើតមើលទៅក្នុងអូចង់ដឹងថាវាមានទឹកអត់ដល់ពេលអើតទៅក៏ឃើញថាអូនោះគឺមានទឹកតើប៉ុន្តែគ្រាន់ថាទឹកវាឡើងខៀវឡើងគួរឲ្យខ្លាចឃើញបែបហ្នឹងខ្ញុំក៏គិតក្នុងចិត្តថាអូនេះបើមិនមានកពើក៏មានពោះដែរបើទឹកឡើងខៀវបែបហ្នឹងហើយពេលដែលកំពុងតែមើលទឹកអូហ្នឹងខ្ញុំក៏បានក្លៀសភ្នែកមើលទៅចំហៀងមាត់អូបន្តិចក៏ឃើញថ្លុកមួយទឹកឡើងល្អក់ឡើងខាប់មានសុទ្ធតែមាត់ត្រីដោយទំនងជាមានត្រីច្រើនណែអាភូហើយនៅមើលអីទៀតតោះមេឃងឹតលើហើយឮបងស្រែកហៅអញ្ចឹងហើយខ្ញុំក៏បានដើរទៅឡានវិញទៅដល់ខ្ញុំក៏បានប្រាប់ពួកគាត់ថាបងនៅក្រោមស្ពានមានថ្លុកមួយទំនងមានត្រីច្រើនដល់ហើយយើងគិតចុះទៅចាប់សិនអីឮខ្ញុំនិយាយអញ្ចឹងបងឡុងក៏បាននិយាយថាចាប់អីទៅមិនតាន់ដល់កន្លែងបនផងខ្លាចទៅរវល់ចុះចាប់នឹងពិបាកលើហើយឮបងឡុងនិយាយអញ្ចឹងបងធីក៏បាននិយាយថាចាំលើក្រោយទៅតែចុះទៅនឹងប្រឡាក់ក្អាមដឹងងូតទឹកនៅណានៅណីទេតោះយើងទៅមុខទៀតនិយាយប៉ុណ្ណឹងហើយបងធីក៏បានប្រឆេះឡានហើយយើងក៏បើកឡានទៅមុខបន្តបើកឆ្លងផុតស្ពានបន្តិចទៅដល់ផ្លូវបំបែកបងធីក៏បានបត់ឆ្វេងហើយបន្តដំណើរទៅមុខដោយមើលទៅសងខាងផ្លូវឡើងស្ងាត់ឈឹងអ្នកជិះឆ្លងកាត់ក៏គ្មានអ្នកចំការក៏មិនឃើញទៀតជិះកាត់ឮសូរតែសំឡេងសត្វចាបវាយំឡើងទៅហឹងព្រោះទៅដល់ម៉ោងវាចូលដេកហើយពេលហ្នឹងជិះហួសស្ពានបានរៀងឆ្ងាយគូសមដែរពួកយើងក៏ចាប់ផ្ដើមឮសំឡេងស្មូតល្វើយមករូបកាយប្រហែលជាចិត្តដល់ហើយមើលទៅតែគណៈពេលដែលចាប់ផ្ដើមឮសំឡេងស្មូតហ្នឹងជិះទៅមុខបានបន្តិចពួកយើងក៏បានបើកកាត់ចកាតលងមីមកកន្លែងពេលនោះមេឃចាប់ផ្ដើមប្រលប់ទៅហើយតែនៅមើលឃើញដោយសារតែថ្ងៃទើបតែលិចកំពុងតែជិះទៅមុខហ្នឹងខ្ញុំបានមើលទៅចំហៀងផ្លូវទៅស្រាប់តែពេលនោះខ្ញុំបានឃើញអ៊ំប្រុសចំណាស់3នាក់កំពុងតែអង្គុយនៅចាំផ្លូវដែលអ៊ំប្រុស3នាក់នោះគាត់ស្លៀកពាក់កៅអៅខ្មៅនិងអាវដៃវែងហើយកៅអៅពួកគាត់មើលទៅចាស់លហែកដោយលើនឹងមានប្រឡាក់ដីហាក់ដូចជាពួកគាត់ទើបតែចេញមកពីដកស្មៅដលងអញ្ចឹងពេលហ្នឹងពេលដែលឃើញឡានពួកយើងជិះកាត់អញ្ចឹងពួកគាត់ក៏នាំគ្នាក្រោកឈរឡើងហើយក៏នាំគ្នាសម្លឹងមកពួកយើង
ឃើញគាត់មើលពួកយើងអញ្ចឹងខ្ញុំក៏មើលមុខពួកគាត់វិញស្រាប់តែពេលនោះអ៊ំប្រុសម្នាក់នៅកណ្ដាលក៏បានញញឹមស្ងួតដាក់ខ្ញុំហើយភ្នែកពួកគាត់មើលមកខ្ញុំគឺថាអត់មានព្រិចភ្នែកសោះឃើញអញ្ចឹងខ្ញុំក៏គិតក្នុងចិត្តថាជុំអ៊ំនៅខាងនេះសង្ស័យតែម្ដាយឃើញឡានតែដឹងបានខំសម្លឹងមើលមកខ្ញុំយ៉ាងចម្លែកបែបហ្នឹងឬមួយក៏គាត់ចង់សុំឡានជិះទេបើចង់សុំឡានជិះមិនក៏មិននិយាយមកនៅអៀនទៅអីច្រើនម៉េះហើយពេលហ្នឹងដោយសារតែពួកគាត់នឹងបានខត់ឡានបងធីក៏មិនបានឈប់ឡានដែរហើយជិះហួសពួកគាត់បានតែឆ្ងាយរៀងតិចខ្ញុំនៅតែងាកមើលពួកគាត់ហើយពួកគាត់គឺនៅដូចដើមអញ្ចឹងគឺនៅតែឈរសម្លឹងមកកាន់ឡានពួកយើងយ៉ាងចម្លែកដល់ពេលជិះហួសរៀងឆ្ងាយមើលលេងឃើញពួកគាត់ទៅខ្ញុំក៏បានងាកមកមុខវិញហើយពេលនោះសំឡេងស្មូតក៏ចាប់ដើមលឺខ្លាំងទៅហើយរូបកាយទីបំផុតពួកយើងក៏បានចូលទៅដល់ក្នុងភូមិនោះមើលទៅដូចជាភូមិចំណាស់មួយមានតែផ្ទះខ្ទង់20ខ្នងអីតែប៉ុណ្ណោះបើកទៅដល់មុខផ្ទះមួយដែលត្រូវជាផ្ទះប៉ុនណាពួកយើងក៏បានឈប់ឡានហើយក៏មានបងប្រុសម្នាក់បានដើរមកទទួលពួកយើងរួចបងធីក៏បានសួរថាបងលើករោងនៅកន្លែងណាខ្លះពេលនោះបងប្រុសម្នាក់នោះក៏បានប្រាប់ថាត្រូវលើករោងនៅមុខផ្ទះមួយនិងនៅចំហៀងផ្ទះមួយក្រោយពីនិយាយគ្នាហើយពួកយើងក៏បញ្ញាប់នាំគ្នារៀបចំសម្ភារៈដើម្បីដំឡើងរោងដើម្បីកុំឲ្យមេឃងឹតខ្លាំងទាន់ពេលហ្នឹងដោយសារតែបញ្ញាប់រៀបចំដាក់អីវ៉ាន់ចោះពួកខ្ញុំភ្លេចចូលទៅអុជធូបនៅកន្លែងសពឲ្យឈឹងព្រោះតែបញ្ញាប់ពេកតែពេលដែលកំពុងតែរៀបចំហ្នឹងខ្ញុំមិនទាន់នឹកឃើញទេគឺខ្ញុំនាំគ្នាលើកជាធម្មតាហើយពេលនោះបងគាត់កំពុងតែរៀបនៅជ្រុងម្ខាងហើយខ្ញុំកំពុងតែរៀបនៅជ្រុងម្ខាងទៀតហើយកំពុងតែរៀបនោះខ្ញុំបានអោនមើលទៅចំហៀងទៅក៏ខ្ញុំបានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា 8-9 ឆ្នាំកំពុងតែឈរនៅក្រោមដើមស្វាយក្បែរហ្នឹងតែម្នាក់ឯងហើយកូននោះវាសម្លឹងមកមើលខ្ញុំដូចជាចម្លែកក្នុងចិត្តរឿងអីមួយអញ្ចឹងឃើញបែបហ្នឹងខ្ញុំក៏មិនបានចាប់អារម្មណ៍ជាមួយក្មេងនោះដែរខ្ញុំគឺតែមួខ្ចៅដៃបញ្ញាប់អាឆាប់ហើយជុំយៈបងហើយមិនមកលេងបញ្ញាអីនៅពេលហ្នឹងហើយថៃហើយខ្លាចមែនខ្លាចអីបងលើករោងនឹងចង់រាប់ភ្លេចអីមកខ្លាចអីនៅពេលហ្នឹងឲ្យតែខ្លាំងអញ្ចឹងនោះហុចសោឲ្យបងមួយមកនិយាយប៉ុណ្ណឹងហើយខ្ញុំក៏បានហុចសោឲ្យគាត់រួចបងធីក៏បានកាន់សោដើរទៅជ្រុងម្ខាងដើម្បីរឹតខ្ចៅបន្តក្រោយពីនិយាយជាមួយបងធីបានមួយផ្លេតមិញហ្នឹងខ្ញុំក៏បានងាកទៅមើលដើមស្វាយនោះម្ដងទៀតចង់ដឹងថាក្មេងនោះវេទនាបាត់នៅតែដល់ពេលមើលទៅក៏បាត់ក្មេងនោះមិនដឹងជាវេទនាបាត់ទៅហើយតាណាក៏ទៅអញ្ចឹងក្រោយពីរៀបដៃគ្រងដំបូងនឹងប្រក់តង់ឲ្យរួចរាល់ពួកយើងក៏ដល់វគ្គលើករោងម្ដងពេលលើកនេះលើកតែ4នាក់មិនកើតទេអញ្ចឹងពួកយើងក៏បានពឹងអ៊ំប្រុស 4-5 នាក់ឲ្យមកជួយហើយក្រោយពីលើកឲ្យរួចរាល់ពួកយើងក៏នាំគ្នាអង្គុយសម្រាកបន្តិចសិនពេលដែលអង្គុយនោះក៏មានបងប្រុសម្នាក់បានយកទឹកសុទ្ធ 4-5 ដបមកឲ្យពួកយើងផឹកបន្ទាប់ពីផឹកទឹករួចរាល់ហើយពួកយើងក៏អង្គុយនិយាយគ្នាលេងជាមួយអ៊ំឆ្នាំនេះមិនដែរតឡងមានលេខទឹកលេខអីអត់នៅនេះវាដីភ្នំអញ្ចឹងវាមិនងាយលេខទេក្មួយខ្ញុំស្មានតែដូចនៅម្ដុំខាងខ្ញុំតើនៅនោះអ៊ំអើយតែភ្លៀងមិនស្រួលលិចឲ្យលួយមើលខ្ទេចតែម្ដងបន្ទាប់ពីខ្ញុំនិយាយរឿងនឹងហើយបងក៏នាំគ្នានិយាយបន្តហើយខណៈពេលដែលកំពុងតែស្ដាប់ពួកគាត់និយាយគ្នានោះខ្ញុំក៏បានដាក់ភ្នែកមើលទៅលើដំបូលរោងទី2ដែលនៅចំហៀងផ្ទះនោះស្រាប់តែពេលដែលខ្ញុំមើលទៅនោះខ្ញុំក៏បានឃើញដូចជាក្មេងប្រុសម្នាក់កំពុងតែឈរនៅលើដំបូលរោងតែឃើញជាលក្ខណៈខ្មៅណាព្រោះតែខាងលើហ្នឹងមេឃងឹតមើលមិនសូវឃើញច្បាស់ទេភ្លាមពេលដែលឃើញបែបហ្នឹងខ្ញុំក៏ស្ទុះក្រោកឈរមើលទៅលើដំបូលនោះម្ដងទៀតតែដល់ពេលមើលឲ្យជាក់ទៅនោះមិនមែនជាកូនក្មេងទេវាគឺជាមេឃស្វាយសំយ៉ងចុះមកក្រោមតើខំតែភ័យស្វាងភ្នែកទេចុះហើយក្រោយពីមើលទៅឃើញថានោះគ្រាន់តែជាមេឃស្វាយបែបហ្នឹងខ្ញុំក៏អង្គុយចុះវិញឃើញខ្ញុំក្រោកឈរភ្ញាក់ហើយអង្គុយចុះចម្លែកបែបហ្នឹងបងឡុងក៏សួរមកកាន់ខ្ញុំថាអាពូហើយកាត់អីមិនមកភ្ញាក់អញ្ចឹងមានអីបងអត់មានអីទេក្រោយពីស្ដាប់ពួកគាត់និយាយគ្នាបានមកស្ទុះហើយខ្ញុំក៏នឹកដល់រឿងដែលពេលដែលមកដល់ភ្លេចសួរឲ្យឈឹងថានរណាជាអ្នកស្លាប់ព្រោះតែគិតតែរវល់លើករោងពេកប៉ុននេះណាគេស្លាប់ហើយគាត់កាត់អីបានស្លាប់អញ្ចឹងអ្នកស្លាប់នេះគឺជាកូនប្រុសម្ចាស់ផ្ទះនេះឯងក្មេងកំពុងតែស្រឡាញ់ក្មួយអើយអាយុទៅតែ8ឆ្នាំទេហើយចុះគាត់កាត់អីបានស្លាប់នេះព្រឹកមិញនេះឯងគ្នាគេមកក្រុមនាំគ្នាទៅស្ទួយត្រីនៅស្ពានកន្លែងផ្លូវបែក
ដៃក្មួយឯងជិះមកមុននឹងហើយក៏លងទឹកស្លាប់តែម្ដងទៅ លងរបៀបមិនវិញអ៊ំ ឮថាពេលហ្នឹងពួកវាបបួលគ្នាមកផ្ទះហើយតែដោយសារតែស្បែកជើងប្រឡាក់ដីអញ្ចឹងពួកគេក៏នាំគ្នាចុះទៅលាងជើងតែមិនប្រយ័ត្នក៏មានម្នាក់វាល្អធ្លាក់ចូលទៅក្នុងទឹកហើយវាមិនចេះហែលទឹកទៀតដល់ឃើញគ្នាលងទឹកអញ្ចឹងអាកូនដែលស្លាប់នេះវាក៏បានចុះទៅជួយតែមានណាតែជួយគេហ្នឹងក៏ស្លាប់ខ្លួនឯងអញ្ចឹងទៅ អាណិតគ្នាណាអ៊ំ ពុកម៉ែវាយំមួយថ្ងៃហើយ តែអ៊ំកន្លែងស្ពានភ្លើងបែកនឹងរៀងឆ្ងាយដែរមិនម៉ែពុកគេបដ ாய் ឲ្យដើរឆ្ងាយម្ល៉េះ ក្មួយអ្នកភូមិនេះឆ្ងាយប៉ុណ្ណឹងគឺអត់មានផែជាមួយពួកគេទេនោះភ្នំនៅខាងក្រោយដែលក្មួយឯងឃើញហ្នឹងសាកសួរអ្នកភូមិនេះមើលថាណាគេដែលមិនដើរឡើងនិយាយទៅអ្នកភូមិនេះក៏ដើរឆ្ងាយណាស់ កំពុងតែនិយាយគ្នាហ្នឹងស្រាប់តែបងមេងក៏បានកាត់ថា យើងយប់ហើយក៏ទៅវិញហី ក្រោយពីលឺបងមេងនិយាយអញ្ចឹងមើលតែម៉ោងទៅក៏រៀងជ្រេដែរហើយអញ្ចឹងពួកយើងក៏បានទៅលាម្ចាស់កម្មវិធីនិងលាអ៊ំទៅផ្ទះវិញចាំស្អែកចប់កម្មវិធីបុណ្យណាបានពួកយើងនាំគ្នាមកសាររោងវិញពេលដែលលីពួកគាត់ហើយពួកយើងក៏នាំគ្នាបើកឡានចេញមកវិញជាធម្មតាបញ្ជាក់ផងដែរថាពេលដែលចេញមកវិញនោះពួកយើងមិនបានទៅអុជធូបកន្លែងសពនិងសូម្បីតែមិនបានទៅមើលរូបថតសពហ្នឹងតែមានមុខមួយទៀតផងហើយដោយសារតែប្រញាប់ទៅហើយពួកយើងក៏នាំគ្នាជិះចេញមកវិញទៅជីផុតពីភូមិបានបន្តិចចូលទៅដល់ចំការដែលនៅក្បែរភូមិនោះស្រាប់តែខ្ញុំបានឃើញក្មេងប្រុសម្នាក់អាយុខ្ទង់ជា10ឆ្នាំកំពុងតែដើរតាមផ្លូវដោយអ្វីដែលអ៊ំនោះបាននិយាយមែនណាអ្នកភូមិនេះសាហាវដើររបស់គេនេះយប់ស្មើនឹងហើយនៅមានក្មេងដើរកាត់ចការទៀតណោះភូមិនៅខាងក្រោយតើហើយក្មេងនេះវាដើរទៅមុខទៅអីវាបាននៅមុខសុទ្ធតែចំការហ្នឹងកំពុងតែគិតបែបហ្នឹងឡានជិះហួសក្មេងនឹងបានបន្តិចខ្ញុំក៏បានសួរម៉េងថាម៉េងម៉ែមានឃើញអីចម្លែកដូចខ្ញុំអត់ចម្លែកអីមិញក្មេងវាមកពីណាមកដើរអីនៅកន្លែងចំការទាំងយប់អញ្ចឹងក្មេងនៅណាតាមផ្លូវមិញហ្នឹងចេះតែថាមានក្មេងមកពីណាឮគាត់និយាយអញ្ចឹងខ្ញុំនឹងចង់ភ័យបន្ទាប់មកគាត់ក៏និយាយថាសង្ស័យតែបងមិនបានចាប់ភ្លឹកទៅដឹងព្រោះតែមិញរវល់មើលទូរស័ព្ទប៉ុន្តែខ្ញុំក៏មិនបានសួរបងពីរនាក់នៅក្នុងមុខដែរកាលនឹងមកប្រហែលជា8យប់ទៅហើយក្រោយពីចេញពីភូមិទៅបានមកស្ទុះធំពួកយើងក៏បានទៅដល់ស្ពានគ្រាន់តែចិត្តទៅដល់កន្លែងនោះភ្លាមខ្ញុំក៏ចាប់ផ្ដើមព្រឺសបោខ្ញាក់ព្រោះទៅដឹងថាមានក្មេងស្លាប់នៅកន្លែងនោះហើយគ្រាន់តែទៅដល់កន្លែងនោះមើលទៅលើស្ពានទៅខ្ញុំក៏ឃើញមនុស្សប្រហែលជា5នាក់កំពុងតែឈរនៅលើស្ពានដូចជាកំពុងតែបំបក់ត្រីអញ្ចឹងឃើញមានមនុស្សអញ្ចឹងខ្ញុំរៀងធូរចិត្តបន្តិចព្រោះតែមានគេមានឯងវាមិនសូវស្ងាត់ហើយពេលដែលឡានកំពុងតែជិះឆ្លងស្ពាននោះមនុស្សទាំងប្រមាណដែលកំពុងតែឈរហ្នឹងហាក់ដូចជាមិនខ្វល់ខ្វាយនឹងឡានដែលបើកកាត់ពួកគេសោះដោយពួកគេនៅតែឈរស្ទួយត្រីនៅឡើងស្ងៀមឃើញបែបហ្នឹងខ្ញុំឆ្ងល់ខ្លាំងមែនទែនពួកគាត់ខ្លាចផ្អើលត្រីឬក៏មិនបាននៅស្ងៀមអញ្ចឹងឡានឆ្លងស្ពានផុតបានបន្តិចខ្ញុំក៏បានសួរម៉េងថាបងម៉េងមានឃើញឯកុំមាត់កុំនិយាយអីទាំងអស់ពេលនោះខ្ញុំឆ្ងល់គាត់ខ្លាំងមែនទែនហើយថៃមិនបានឲ្យខ្ញុំនិយាយខ្លាចពួកអ្នកស្ទួយត្រីនោះខឹងមែនតែមានណាពេលដែលនិយាយជាមួយម៉េងហើយខ្ញុំក៏បានងាកទៅមើលពួកគេម្ដងទៀតស្រាប់តែពេលនោះគឺខ្ញុំអត់មានឃើញនរណាទាំងអស់នៅលើស្ពានគ្រប់យ៉ាងគឺទទេហើយឡើងងឹតស្លុបជុំបាត់តាណាអស់តែនេះគ្រាន់តែជាអ្វីដែលខ្ញុំគិតក្នុងចិត្តទេដោយសារតែម៉េងគាត់ហាមឲ្យនិយាយពេលនោះខ្ញុំក៏មិនហ៊ាននិយាយអីទៀតដែរនៅក្នុងយប់ហ្នឹងខ្ញុំទ្រាំអត់និយាយអីរហូតដល់បើកឡានទៅដល់ផ្ទះអង្គរទៅដល់ភ្លាមក្រោយពីប្លុតឡានហើយខ្ញុំក៏បានដើរទៅសួរម៉េងថាបងលើស្ពានមិញបងឯងមានឃើញអីដូចខ្ញុំឃើញអត់ឃើញសូម្បីតែក្មេងឯងប្រាប់តាំងពីចេញផុតភូមិបានតិចក៏បងឃើញដែរហើយចុះមិនបងឯងថាមិនឃើញចុះអូនឯងនៅខ្ចីណាអារឿងដើរយប់ហ្នឹងពេលខ្លះរបស់ដែលយើងឃើញมันប្រកាសតែជារបស់ពិតទេដូចជាអត់យល់ទេបងឯងនិយាយឲ្យស្រួលយល់បន្តិចមើលចង់ស្រួលយល់ទេបាទបងចង់មានន័យថាទាំងក្មេងទាំងមនុស្សនៅលើស្ពានដែលឯងឃើញមុនហ្នឹងគឺសុទ្ធតែជាខ្មោចជុំបងនិយាយលេងឬក៏មែនហ្នឹងក្រែងឯងអ្នកឃើញហីហេតុមានកត់សម្គាល់អីទេសម្គាល់ត្រង់ណាបងអាក្មេងដែលដើរកាត់ចការតលងមុនហ្នឹងវាដើរទៅមុខអត់មានជើងទេហើយអាប្រមាណអ្នកនៅលើស្ពានមុនហ្នឹងក៏វាអត់មានជើងដែរឮបងមេងនិយាយអញ្ចឹងខ្ញុំឡើងព្រឺសបោខ្ញាក់លេងមកឲ្យឃើញស្អែកអញ្ចឹងហ្មងចុះឯងមានចាប់អារម្មណ៍3នាក់ដែលយើងឃើញពេលដែលយើងបើកទៅអត់ឃើញពួកគាត់តែពួកគាត់ដូចប្លែកមិនដឹងទេកុំប្រាប់ថាពួកគាត់គឺជាខ្មោចនឹងឯង
អាមិនទេមិនបានសុទ្ធតែជាខ្មោចអញ្ចឹង ហើយសាកសម័យមើលមានមនុស្សណាមកឈប់មើលឡានព្រិចភ្នែកអញ្ចឹងមនុស្សណាគេធ្វើអញ្ចឹងហ៎ ក្រោយពីស្ដាប់បងនិយាយរឿងទាំងប្រមាណនឹងប្រាប់ខ្ញុំហើយខ្ញុំមានអារម្មណ៍ថាខ្លាចខ្លាំងមែនទែននេះជាលើកទី1ហើយដែលខ្ញុំឃើញស្ដាយបែបហ្នឹងលើកមុនធ្លាប់តែឮចាស់និយាយដល់ពេលឃើញខ្លួនឯងអញ្ចឹងខ្ញុំខ្លាចមិនដឹងត្រូវបរិយាយអារម្មណ៍មិនទេហើយក្រោយពីនិយាយជាមួយបងពីរឿងហ្នឹងហើយខ្ញុំខ្លាចអត់ហ៊ានដើរទៅផ្ទះទេនៅក្នុងយប់នោះអញ្ចឹងនៅក្នុងយប់ហ្នឹងខ្ញុំក៏បានសុំអង្គគេនៅផ្ទះគាត់មួយយប់ចាំព្រឹកចាំទៅផ្ទះវិញលុះដល់ព្រឹកឡើងដោយសារតែវាជាថ្ងៃអាទិត្យខ្ញុំនឹងបងគ្នាដដែលហ្នឹងក៏បាននាំគ្នាបើកឡានដដែលទៅភូមិនោះម្ដងទៀតដើម្បីសាររោងវិញបើតាមដឹងសពត្រូវបូជានៅម៉ោង11ព្រឹកអញ្ចឹងពួកយើងត្រូវចេញដំណើរទៅនៅម៉ោង10យប់ដើម្បីពេលដែលទៅដល់កុំឲ្យចាំយូរគឺថាចប់កម្មវិធីសុំគេសាររោងតែម្ដងព្រោះតែផ្លូវរៀងឆ្ងាយគូសំដែរតាមផ្លូវពេលដែលជីទៅពេលថ្ងៃអញ្ចឹងទិដ្ឋភាពមិនសូវជាគួរឲ្យខ្លាចប្រមាណទេព្រោះតែមេឃភ្លឺទោះបីជាស្ងាត់បន្តិចក៏ដោយហើយលើកនេះដោយសារតែស្គាល់ផ្លូវពួកយើងចំណាយពេលប្រហែលជា2ម៉ោងតែប៉ុណ្ណោះពួកយើងក៏បានទៅដល់រោងប៉ុននោះទៅដល់គឺដល់ពេលគេកំពុងតែរើសឆ្អឹងល្មមហើយពេលដែលចុះពីលើឡានដើរទៅក្នុងរោងប៉ុននេះខ្ញុំក៏បានក្លីភ្នែកមើលទៅរូបថតសពដែលគេដាក់តាំងនៅខាងក្នុងផ្ទះណាស្រាប់តែពេលនោះគ្រាន់តែឃើញភ្លាមខ្ញុំឡើងភ្ញាក់ព្រឺតែម្ដងអ្នកទាំងអស់គ្នាដឹងថាដោយសារអីទេនោះដោយសារតែក្មេងនៅក្នុងរូបថតនោះគឺជាក្មេងដែលខ្ញុំបានឃើញវាឈរនៅក្រោមដើមស្វាយមើលខ្ញុំពេលដែលខ្ញុំលើករោងការពីម្សិលមិញនឹងឯងឃើញអញ្ចឹងហើយខ្ញុំក៏លើបទឹកមាត់ក្អឹកហើយក៏គិតក្នុងចិត្តថាអាអូននេះចេញមកលងអញភ្លាមអញ្ចឹងហ្មងចុះសមោដែលខ្ញុំឃើញនៅលើរោងឬមួយជាវាដែរដោយសារតែគិតសង្ស័យថាមកពីខ្ញុំភ្លេចអុជធូបហើយបានជាវាចេញមកលេងខ្ញុំបែបហ្នឹងអញ្ចឹងពេលនោះខ្ញុំក៏បានដើរចូលទៅក្នុងហើយក៏អុជធូបបួងសួងថាកុំឲ្យវាមកបង្ហាញខ្លួនទៀតអីព្រោះខ្ញុំមកនេះគឺដើម្បីលើករោងប៉ុនឲ្យវាទេមិនមែនមកក្នុងបំណងអាក្រក់អីឡើយហើយពេលដែលអុជធូបហើយខ្ញុំមិនបាននិយាយអីទាំងអស់ពួកយើងនៅអង្គុយចាំបានប្រហែលជា1ម៉ោងក្រោយមកកម្មវិធីក៏ចប់ពួកយើងក៏នាំគ្នាសាររោងវិញសារហើយភ្លាមពួកយើងមិនបាននៅអង្គុយនិយាយគ្នាលេងជាមួយចាស់អីទៀតទេដោយខ្ញុំបានប្រញាប់ទឿនបងឲ្យត្រឡប់មកវិញព្រោះតែខ្លាចយប់ពិបាកឃើញរបស់ដែលមិនគួរឲ្យឃើញទៀតពេលដែលទៅដល់ផ្ទះអង្គរវិញខ្ញុំមិនបាននិយាយរឿងទាំងអស់ហ្នឹងប្រាប់បងទៀតទេតែពេលដែលទៅដល់ផ្ទះខ្លួនឯងខ្ញុំក៏បានប្រាប់ម៉ែពីរឿងនោះក្រោយពីបានដឹងរឿងហ្នឹងហើយម៉ែក៏បាននាំខ្ញុំទៅស្រោចទឹកនៅវត្តមួយនៅក្នុងភូមិហើយក្រោយពីស្រោចទឹកហើយក្រោយមកទៀតខ្ញុំក៏មិនដែលបានជួបរឿងចម្លែកអីទៀតដែរ